Some so mùi bong bồn scroll Facebook ឬក៏បណ្ដាញសង្គមដទៃទៀតបងប្អូនហត់អត់ជាពិសេសហត់ចិត្តទេតើទៅនឹងស្ថានភាពប្រទេសយើងជាពិសេសជាមួយនឹងប្រទេសថៃឃើញថៃបង្ហោះព័ត៌មានជាច្រើនបង្ហោះរូបជាច្រើនដែលប៉ះពាល់ដល់អារម្មណ៍យើងហើយក៏ដូចជាអ្នកវិភាគជាច្រើនគេបាននិយាយថាអនាគតនឹងចេះនឹងចុះនឹងបែបនេះបែបនោះបងប្អូនភ័យទេនេះគឺជាយុទ្ធសាស្ត្ររបស់ខ្មាំងស្រូវរបស់យើងដែលពីធ្វើយ៉ាងណាក៏ដោយដើម្បីបំបាក់ស្មារតីធ្វើឲ្យយើងជ្រួលច្បល់ធ្វើឲ្យយើងភ័យធ្វើឲ្យយើងខឹងក៏ដូចជាធ្វើឲ្យយើងបារម្ភចំពោះអនាគតមិនថាអនាគតប្រទេសជាតិនិងអនាគតរបស់ពិភពលោកគ្រប់ផងដែរបច្ចុប្បន្នថ្ងៃនេះគឺខ្ញុំមានរឿងមួយចង់ឲ្យយើងគិតពិចារណាក៏ដូចជារៀនជាមួយគ្នាអំពីវិធីដែលយើងការពារចិត្តគំនិតរបស់យើងកុំឲ្យអ្វីមួយជាក់ពលក៏ដូចជាឲ្យយើងបាត់បង់នៅសន្តិភាពបាត់បង់នៅភាពសុខសាន្តហើយឲ្យយើងអាចរស់នៅជីវិតដែលពេញដោយអំណរនោះផងដែរយើងទៅមើលមូលដ្ឋានគ្រឹះនៅក្នុងព្រះគម្ពីរសុភាសិតបាននិយាយថាចូលរក្សាចិត្តឲ្យអស់ពីព្យាយាមបិទអស់ទាំងផលនៃជីវិតសុទ្ធតែកើតពីចិត្តមកដូច្នេះអ្វីដែលយើងមើលជារៀងរាល់ថ្ងៃគឺវាតែងតែជាឥទ្ធិពលដល់ចិត្តនិងគំនិតរបស់យើងអញ្ចឹងបើសិនបើយើងគិតអំពីឬក៏យើងឃើញរឿងអវិជ្ជមានកើតឡើងយើងគាត់ថាវាជារឿងអវិជ្ជមានធ្វើឲ្យយើងក្តៅក្រហាយធ្វើយើងជ្រួលច្បល់នៅពេលណាយើងមានអារម្មណ៍ជ្រួលច្បល់ក៏ក្តៅក្រហាយបែបនេះគឺវាធ្វើឲ្យយើងវាធ្វើឲ្យអារម្មណ៍របស់យើងពិបាកចង់ពិបាកនៅក្នុងការគិតឲ្យបានស៊ីជម្រៅដែលជាលទ្ធផលធ្វើឲ្យយើងសម្រេចចិត្តខុសហើយនេះហើយគឺជាអ្វីដែលខ្មាំងសត្រូវរបស់យើងប៉ុន្តែខាងក្នុងនិងខាងក្រៅគឺចង់ឲ្យយើងជួបប្រទះនៅរឿងបែបនេះយើងក៏លេចមើលអំពីយុទ្ធសាស្ត្ររបស់ថៃដែលវាចង់ឲ្យប្រជាជនខ្មែរមានអារម្មណ៍គឺមានអារម្មណ៍បែបហ្នឹងឯងមានកំហឹងភ័យខ្លាចបារម្ភតែនៅយើងពិបាកក្នុងការធ្វើការរកស៊ីក៏ដូចជាមើលថែក្រុមគ្រួសារផងដែរដូច្នេះតើយើងធ្វើយ៉ាងណាដើម្បីបង្ក្រាបវិបត្តិដូចខ្ញុំនិយាយមិនចឹងរក្សាចិត្តរបស់យើងឲ្យពីព្យាយាមរក្សាបែបម៉េចអញ្ចឹងនៅក្នុងគម្ពីរមួយទៀតក្នុងគម្ពីរហ្វីលីបបាននិយាយថាកុំឲ្យបារម្ភអ្វីឡើយចូលទូលដល់ព្រះក្នុងគ្រប់ការទាំងអស់ដោយសេចក្តីអធិដ្ឋានពីទូលអង្វរនិងពីអរព្រគុណផងយ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះនឹងថែរក្សាចិត្តគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវដូច្នេះមានតែយើងសវ៉ាចាប់យកភាពសុខសាន្តឬក៏សន្តិភាពរបស់ព្រះតែមួយប៉ុណ្ណោះដែលអាចថែរក្សាចិត្តនិងគំនិតរបស់យើងដើម្បីយើងអាចមានអំណរដើម្បីយើងអាចគិតគូរបានជ្រៅជ្រះហើយដើម្បីកុំឲ្យយើងធ្លាក់ចូលទៅក្នុងអន្ទាក់របស់ខ្មាំងសត្រូវរបស់យើងសូមឲ្យយើងភ័យព្រួយយើងខឹងយើងថប់អារម្មណ៍យើងជ្រួលច្បល់យើងធ្លាក់ចូលអន្ទាក់គេហើយដូច្នេះនៅពេលការនោះកើតឡើងតើយើងត្រូវធ្វើយ៉ាងម៉េចយើងត្រូវតែស្វែងរកសន្តិភាពភាពសុខសាន្តរបស់ព្រះព្រោះអីភាពសុខសាន្តរបស់ព្រះគឺគង់ក្នុងចិត្តរបស់យើងហើយវាដូចជាការដែលភាពសុខសាន្តរបស់ព្រះបានឈរនៅវត្តមាត់ទ្វារដួងចិត្តយើងហ្នឹងនៅពេលណាដែលសេចក្តីសុខសាន្តរបស់សន្តិភាពរបស់ព្រះក្នុងចិត្តហ្នឹងឃើញថាភាពជ្រួលច្បល់វាកំពុងតែដើរចូលមកអញ្ចឹងបានប្រាប់ថាឯងមិនអាចចូលមកក្នុងទីនេះបានទេយើងត្រូវបានការពារដោយភាពសុខសាន្តរបស់ព្រះហើយអញ្ចឹងនៅពេលណាសំឡេងនៃភាពអវិជ្ជមានសំឡេងនៃដំណឹងអាក្រក់វាហក់មកចូលយើងវិញត្រូវការគឺអធិដ្ឋានសូមឲ្យភាពសុខសាន្តរបស់ព្រះគង់នៅជាមួយយើងហើយទ
ទេគ្រប់ទាំងការបារម្ភកំហឹងទុកព្រួយរបស់យើងទៅព្រះទ្រង់ជាអ្នកចាត់ចែងជាមួយយើងមើលទៅលើលោក Victor Frank លោក Victor Frank គាត់គឺជាមនុស្សម្នាក់ដែលជួបនៅបទពិសោធន៍ក្រក់ជាច្រើនឆ្នាំហើយគាត់បាននិយាយថាបើសិនបើខ្ញុំមិនអាចបដូរស្ថានភាពដែលកើតឡើងចំពោះខ្ញុំបានអ្វីខ្ញុំអាចធ្វើបានគឺផ្លាស់ប្ដូរខ្លួនឯងខ្ញុំជឿថាយើងមិនអាចគ្រប់គ្រងស្ថានភាពដែលកើតឡើងជាដែនបាន 100% យើងបានត្រឹមតែបារម្ភយើងបានត្រឹមតែដឹងឮហើយយើងមិនអាចគ្រប់គ្រងស្ថានភាពនោះ 100% បានទេខ្ញុំមិនមានន័យថាឲ្យបងប្អូនលែងខ្វល់ខ្វាយលែងគិតគូរពីប្រទេសជាតិប៉ុន្តែពេលខ្លះដំណឹងអ្វីមួយវាធ្វើឲ្យយើងបាត់បង់នូវក្តីអំណរបាត់បង់សន្តិភាពពីប៉ះពាល់ដល់សុខភាពប៉ះពាល់ដល់ទំនាក់ទំនងក្នុងគ្រួសារដូចជារបបមុខរបររកស៊ីយើងផងដែរដោយលោក Victor Frank ក៏បាននិយាយបែបហ្នឹងក៏មិនអាចផ្លាស់ប្ដូរស្ថានភាពនេះបានទេបើគាត់អាចធ្វើបានគឺផ្លាស់ប្ដូរខ្លួនឯងផ្លាស់ប្ដូរខ្លួនឯងបែបម៉េចផ្សេងបើខ្លាំងសត្រូវវាចង់ឲ្យយើងបារម្ភចង់ឲ្យយើងខឹងចង់ឲ្យយើងជ្រួលច្បល់យើងកុំជ្រួលច្បល់យើងកុំភ្ញាក់ផ្អើលចំពោះស្ថានភាពអស់ទៅយើងត្រូវរៀនទុកចិត្តចំពោះអ្នកដែលធ្វើការជាមួយវាយើងត្រូវរៀនទុកចិត្តចំពោះរាជរដ្ឋាភិបាលរបស់យើងក្នុងការដែលគាត់ដោះស្រាយទៅលើបញ្ហាឬក៏ទៅលើវិបត្តិហ្នឹងយើងទុកចិត្តទៅលើកងទ័ពជុំរបស់យើងក្នុងការដែលការពារទឹកដីហើយយើងអាចធ្វើអ្វីយើងអាចធ្វើបានដូចក្នុងពេលនេះយើងអាចបារម្ភពីប្រទេសជាតិតាមរយៈការយើងឧបត្ថម្ភជួយទៅដល់កងទ័ពជួរមុខឬក៏ជនដែលកំពុងភៀសសឹកដែលគាត់កំពុងតែត្រូវការជំនួយជាចំណីអាហារឬក៏សម្ភារៈប្រើប្រាស់ផ្សេងៗអ្វីដែលបងប្អូនអាចធ្វើបានទៀតគឺកុំឈាព័ត៌មានណាប្រទេសផ្ដាស់ដែលមិនដឹងប្រភពច្បាស់លាស់ដែលនាំឲ្យបង្កការវឹកវរទៅដល់មនុស្សអាទិត្យដែលគាត់មើលហើយធ្វើគាត់ភ័យគាត់ខ្លាចអីជាដើមអញ្ចឹងការសិក្សាអំពីប្រភពព័ត៌មានគឺមានសារៈសំខាន់ហើយការស្ដាប់អ្នកវិភាគក៏យើងត្រូវដឹងអំពីគោលបំណងរបស់អ្នកវិភាគផងដែរគឺវាមានសារៈសំខាន់ណាស់អ្នកវិភាគខ្លះគឺគាត់វិភាគដើម្បីយក credit ទៅដល់ក្រុមគាត់អញ្ចឹងពេលខ្លះគាត់វិភាគលក្ខណៈអវិជ្ជមានខ្លាំងដើម្បីឲ្យយើងខឹងទៅដល់រាជរដ្ឋាភិបាលហើយបង្កើតជាចលនាអីមកនេះគឺជាអ្វីដែលយើងមិនចង់ឃើញដែលនាំមានការបែកបាក់ផ្ទៃក្នុងស្ត្រូវកាន់ជាមួយងាយយើងអញ្ចឹងអ្វីយើងអាចធ្វើបានសម្រាប់ព័ត៌មានពេលនេះគឺជ្រើសព័ត៌មានណាដែលច្បាស់លាស់អ្នកវិភាគណាដែលគាត់មិនមាននិន្នាការឆ្វេងនិយមយើងស្ដាប់គាត់ទៅមិនអីទេប៉ុន្តែបើយើងស្ដាប់អំពីអ្នកដែលឆ្វេងជាសិទ្ធអ្នកដែលប្រឆាំងខ្លាំងគឺគាត់តែងតែនិយាយបំភ័យគ្នាយើងប្រជាជនយើងហ្នឹងអញ្ចឹងវាធ្វើឲ្យយើងបាត់បង់នៅសន្តិភាពបាត់បង់នៅអំណរលោកមហាត្មាគុណធីគាត់បាននិយាយថាសន្តិភាពមិនមែនកើតឡើងដោយសារតែការបាត់បង់ឬក៏ចំនួនត្រូវបានបញ្ចប់នោះទេប៉ុន្តែវាកើតឡើងដោយសារតែការដែលយើងចេះដោះស្រាយជាមួយនឹងវាការដោះស្រាយជាមួយនឹងវាមិនได้ថាម៉េចការដោះស្រាយមិនមានន័យថាតើការដោះស្រាយធំនោះទេសម្រាប់យើងគឺជាប្រជាជនធម្មតាយើងធ្វើការអ្វីយើងអាចធ្វើបានយើងអាចដូចខ្ញុំនិយាយមុនអញ្ចឹងដល់ជំនួយទៅដល់អ្នកត្រូវការបង្ហាញសេចក្តីស្រឡាញ់ក្រុមគ្រួសារយើងធ្វើការងារកាន់តែល្អដើម្បីឲ្យសេដ្ឋកិច្ចយើងបានបន្តលូតលាស់ទៅមុខទៀតក្នុងប្រទេសយើងដូច្នេះចុងក្រោយគឺសូមឲ្យភាពសុខសាន្តរបស់ផ្ទះបានថែរក្សាចិត្តផ្លិតរបស់បងប្អូនឲ្យបានល្អប្រសើរហើយនឹងចេះសម្រង់មើលព័ត៌មានណាដែលមិនឲ្យបងប្អូនភ្ញាក់ផ្អើលហើយបងប្អូនព្រួយបារម្ភភ័យខ្លាចខ្លាំងហើយសូមទុកចិត្តដល់ព្រះសូមទុកចិត្តដល់រដ្ឋាភិបាលទុកចិត្តដល់អាជ្ញាធរទុកចិត្តដល់កងទ័ពសម្រាប់ការដោះស្រាយបញ្ហាដែលកើតឡើងនៅខាងជួរមុខ